សូមជូនរឿងគំនូររូបព្រះពន្ធកាលមួយនោះមានបុរសម្នាក់ឈ្មោះកំបីវាក្រហើយបញ្ញាខ្សោយផងវារស់នៅក្នុងខ្ទមមួយតែម្នាក់ឯងគ្មានអ្នកណាចង់រៀបការជាមួយវាទេព្រោះវាមានស្មារតីតិចល្ងាចមួយមានស្រីក្មេងម្នាក់បានចូលមកដល់មាត់ទ្វារផ្ទះវាហើយសួរថាតើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានឬទេតាំងពីដើមមកកំបីមិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះវារីករាយនឹងឲ្យនាងចូលក្នុងផ្ទះវាណាស់យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយស្រីក្មេងសួរថាលោកហាក់ដូចជារស់នៅម្នាក់ឯងខ្ញុំក៏មានតែម្នាក់ឯងដែរតើលោកចង់បានខ្ញុំជាភរិយាឬទេអពាហ៍ពិពាហ៍ធ្វើឲ្យកំបីសប្បាយរីករាយណាស់ប៉ុន្តែក៏ធ្វើឲ្យវាពិបាកចិត្តណាស់ដែរដើម្បីបង្ហើយការងារវាជាប់ចិត្តនឹងប្រពន្ធក្មេងណាស់ទោះតែមិនឲ្យនាងបាត់មុខពីវាសូម្បីមួយស្របោះក៏ដោយនៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗស្បែកជើងនោះមានបណ្ដោយរហូត5ឬ6ចំអាំដោយមិនដឹងខ្លួនផងព្រោះបរិសុទ្ធជាប្តីអាចតែសម្លឹងមើលប្រពន្ធមិនមើលការងារសោះនៅពេលធ្វើអាវភ្លៀងចំបើក៏ដូចនេះដែរជួនកាលអាវនេះមានប្រវែងរហូតដល់10ឬ20ចំអាំព្រោះបរិសុទ្ធនេះសម្លឹងមើលតែអ្វីដែលប្រពន្ធវាកំពុងធ្វើមិនបានប្រុងប្រយ័ត្នមើលការងាររបស់វាទេគ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយរួចមកវាក៏ទៅធ្វើការឯចំការមួយស្របក់ម្ដងវារត់មកផ្ទះវិញស្រែកហៅប្រពន្ធសម្លាញ់អើយអូននៅទីនេះឬហេតុនេះវាគ្មានបានបំពេញការងារច្រើនទេក្នុងមួយថ្ងៃប្រពន្ធពោលថាគាត់នឹងមិនចង់ធ្វើការទេដូច្នេះនាងទៅទីក្រុងឲ្យសិល្បករម្នាក់គូររូបនាងយករូបមកផ្ទះវិញហើយប្រាប់កំបីថាបងនេះណារូបខ្ញុំសូមយករូបនេះទៅភ្ជួរនឹងដើមមននៅជិតបងតីបងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការបងមិនបាត់មុខខ្ញុំយូរទេកំបីធ្វើតាមនាងប្រាប់មួយស្របក់ម្ដងវាឈប់ធ្វើការដើម្បីមើលរូបប្រពន្ធវាប៉ុន្តែមិនយូរប៉ុន្មានវាក៏រត់មកផ្ទះជាញយនៅទៀតថ្ងៃមួយមានខ្យល់បក់មួយវឹបគួតយករូបនោះហើយបំប៉ាងទៅលើមេឃកំបីតាមចាប់រូបនោះដែរប៉ុន្តែមិនយូរប៉ុន្មានរូបក៏រសាត់បាត់ពីភ្នែកវាទៅកំបីយំស្បែបរត់ទៅផ្ទះប្រាប់កំបីនាងបានលួងលោមថាបងសម្លាញ់កុំព្រួយខ្ញុំនឹងទៅទីក្រុងរករូបគំនូរមួយទៀតមកឲ្យបងក្នុងរយៈពេលនោះរូបគំនូរទី1ប៉ាងតាមខ្យល់ហើយទីបំផុតក៏ធ្លាក់ពេលប៉ោចូលដល់សួនក្នុងវិមានមួយលុះឃើញរូបគំនូរម្ចាស់វិមានចាប់ចិត្តស្នេហាលើរូបស្រីក្នុងគំនូរនោះលោកគិតយ៉ាងនេះបើរូបគំនូរដូចនេះមុខជាមានមនុស្សពិតមិនខានរួចលោកក៏បញ្ជាបម្រើឲ្យដើររកស្រីនោះដល់ឃើញឲ្យចាប់យកនាងមកជូនលោកគុំបង្អង់បម្រើដើរពីភូមិមួយទៅភូមិមួយដោយកាន់រូបគំនូរទៅផងគេសួររកតើមានអ្នកស្គាល់រូបនេះឬទេទីបំផុតគេទៅដល់ភូមិដែលកំបីរស់នៅបម្រើសួរអ្នកភូមិដោយបង្ហាញរូបគំនូរផងតើអ្នកស្គាល់រូបនេះឬទេដោយបានឃើញរូបគំនូរអ្នកភូមិទាំងនោះឆ្លើយភ្លាមអូនេះជាប្រពន្ធកំបីទេតែប្រកាសមែនលុះបម្រើទៅដល់ខ្ទមកំបីក៏ឃើញស្រីម្នាក់រូបស្អាតមុខដូចរូបក្នុងគំនូរបេះពិតយើងមកចាប់នាងយកទៅជូនចៅវវាយយើងហើយគេនិយាយឲ្យពុនភ្នំនាំនាងចេញទៅកំបីអង្វរសូមមេត្តាកុំចាប់យកនាងទៅតែអ៊ឹតអំពើឡើយវាស្រែកទ្រហោយំយ៉ាងខ្លាំងទាល់តែទឹកភ្នែកคล้ายជាធ្លុះមួយបណ្ដាយមួយចំហៀនប្រពន្ធនិយាយបងកំបីកុំស្រែកយ៉ាងនេះយើងមិនអាចធ្វើអីគេកើតក្នុងពេលនេះទេតែសូមស្ដាប់ខ្ញុំឲ្យមែនតែនយកដើមស្រាវសម្រាប់តុបតែងក្លោងទ្វារទៅជាមួយផងពេលនោះយើងនឹងបានជួបគ្នា
នឹងកិច្ចការយើងនឹងបានសម្រេចនាងមិនទាន់ទាំងនេះអ្វីច្រើនទៀតផងគេចាប់យកនាងចេញតម្រង់ទៅវិមានរាល់ថ្ងៃកំបីនឹកមមីថាតើដល់ពេលត្រូវទៅរកប្រពន្ធវាហើយឬនៅទីបំផុតមានគេនិយាយប្រាប់វាថាឥឡូវដល់ពេលបុណ្យចូលឆ្នាំថ្ងៃហើយវាចេញដំណើរតម្រង់ទៅវិមានដោយបាននាំយកមែកស្រាវបាច់ធំមួយទៅផងបន្តិចទៀតវានឹងបានជួបមុខប្រពន្ធសម្លាញ់ចិត្តវិញហើយលុះទៅដល់មាត់ទ្វារវិមានកំបីស្រែកពពាយនាយថាដើមស្រាវល្អសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពន្ធបានឮសំឡេងប្តីក៏ញញឹមពីក្នុងវិមានមកនេះជាលើកដំបូងហើយដែលនាងបានសាយតាំងពីពេលដែលគេចាប់នាងយកមកដាក់ក្នុងវិមានម្ចាស់វិមានសប្បាយខ្លាំងណាស់ដោយបានឃើញនាងរីករាយយ៉ាងនេះលោកបញ្ជាបម្រើឲ្យហៅអ្នកលក់ដាវស្រាវចូលមកនៅក្នុងវិមានលុះឃើញកំបីមកបល់នាងប្រពន្ធរឹតតែរីករាយជាងមុនទៅទៀតនាងសម្លឹងមើលវាយ៉ាងប្រព្រាយទាល់តែម្ចាស់វិមានគិតក្នុងចិត្តថាបើអ្នកលក់ដើមស្រាវធ្វើឲ្យនាងរីករាយយ៉ាងនេះអញគួរតែធ្វើជាអ្នកលក់ដើមស្រាវវិញម្ដងម្ចាស់វិមានក៏បញ្ជាកំបីឲ្យបដូរសម្លៀកបំពាក់ជាមួយខ្លួនលុះស្លៀកពាក់ខោអាវកញ្ចោះដូចជាអ្នកលក់ដើមស្រាវហើយម្ចាស់វិមានដើរចុះដើរឡើងក្នុងសួនដោយស្រែកពពាយនាយថាដើមស្រាវល្អសម្រាប់បុណ្យចូលឆ្នាំថ្មីធ្វើយ៉ាងនេះនាំឲ្យប្រពន្ធកំបីកាន់តែរីករាយឡើងទៅទៀតនាងទះដៃដ៏ស្រួយរបស់នាងហើយសើចក្អាកអាយអស់ពីដួងចិត្តម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើចក៏តាំងរាំរែកជុំវិញសួនដោយពុនដើមស្រាវពីក្រោយខ្នងថងដើមស្រាវល្អគេពពាយនាយហើយពពាយនាយទៀតគេរាំរារើលជុំវិញសួនហើយចេញផុតពីមាត់ទ្វារវិមានដោយមិនដឹងខ្លួនផងលុះម្ចាស់វិមានចេញផុតទៅក្រៅភ្លាមប្រពន្ធកំបីប្រាប់បម្រើឲ្យបិទទ្វារវិមានមួយរំពេះមួយសន្ទុះក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅក្នុងសួនទេគេដើរទៅកាន់ទ្វារវិមានតែងឿងឆ្ងល់ជាខ្លាំងដោយឃើញទ្វារបិទជិតបើកឲ្យអញចូលគេស្រែកតែគ្មាននរណាឆ្លើយតបវិញសោះនៅក្នុងវិមានកំបីនិងប្រពន្ធដ៏ឆ្លៀវសាវៃរបស់គេមានរបស់ទ្រព្យសម្បត្តិគ្រប់បែបយ៉ាងដោយចិត្តប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្តនិងរីករាយពីពេលនោះមករឿងចៅចិត្តជាកាលពីយូរលង់ណាស់មកហើយមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាចៅចិត្តជាលុះក្មេងនោះចំឡានធំឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាវាតែងដើររកលួចទ្រព្យសម្បត្តិទាំងពួងមេដាទូនមានប្រដាយដូចម្ដេចក៏មិនព្រមធ្វើតាមទើបមេដាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តដើរតែលួចទ្រព្យគេយកមកចិញ្ចឹមមេដានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចខាងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាបតីណះមើលសពមុខមន្ត្រីចូលកវល់ទ្រង់មានព្រះអង្គការថាមានខេត្តមួយនៅទំនេរពុំទាន់មានឈ្មោះណាទៅឈររក្សាបើអ្នកណាយកប្រាក់40កោហាប៉ុណ្ណាក់មកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចវាយស្រុករក្សាខេត្តនោះស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកាទុកចង់ធ្វើចវាយស្រុកពុនប៉ែកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះរាជអង្គការថាបើឈ្មោះណាមានប្រាក់40កោហាប៉ុណ្ណាក់ថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់ឲ្យធ្វើចវាយស្រុករក្សាខេត្តមួយដៃទំនេរភរិយាឆ្លើយថាអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចវាយស្រុកណាស់តែសប្តាហ៍ថ្ងៃយើងក្រីក្រតោកចាកពេកនឹងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយឲ្យបុណ្យទេវតាថាសូ
សូមទេវតាជួយខ្ញុំឲ្យបានប្រាក់40កោហាពួនអ្នកថ្វាយស្ដេចខ្ញុំនឹងបានធ្វើចវាយស្រុកគ្រានោះពេលនោះអាចៅចិត្តជាវាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានឮដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កោហាពួនអ្នកពីផ្ទះវាវេកនឹងកំណាត់សម្ពុតជាតិមកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់ទៅវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វិចសម្ពុតក៏ចាប់លើកស្រាយមើលឃើញប្រាក់40កោហាពួនអ្នកអរណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កោហាពួនអ្នកហើយគឺទេវតាឲ្យប្រពន្ធស្ទុះមកឃើញច្បាស់ក៏មានចិត្តត្រេកអរពុនពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កោហាពួនអ្នកទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចវាយស្រុករក្សាខេត្តនោះតទៅឯអាចៅចិត្តជាកាលបើដឹងថាមន្ត្រីនោះបានធ្វើចវាយស្រុកហើយក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់វាបានម្ចាស់ទ្រព្យនាំអាចៅចិត្តជានោះទៅជូនចវាយស្រុកបង្កប់មេគុកឲ្យដាក់ច្រវាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចៅចិត្តជានិយាយតែម្នាក់ឯងថាអូហេតុតែឯងមានចិត្តអនុត្តគេចង់ធ្វើចវាយស្រុកខ្លួនឯងប្រាំងយកប្រាក់40កោហាភ័ណ្ឌណាវេកនឹងកំណាត់ជាតិមកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចវាយស្រុកហើយគេមិនមេត្តាករុណាឯងបន្តិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចៅចិត្តជានិយាយតែពីដដែលម្នាក់ឯងមិនឈប់ឯចវាយស្រុកនឹងប្រពន្ធបានឮចៅនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាចៅវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរឆ្ងល់ណាស់គួរតែយើងចុះទៅសួរវាឲ្យជាក់ច្បាស់ទើបចវាយស្រុកចុះពីផ្ទះទៅសួរចៅនោះថាយើងឮឯងនិយាយរឿងអីយើងស្ដាប់បានខ្លះចូលឯងនិយាយរឿងនោះឲ្យខ្ញុំស្ដាប់ក្នុងវេលានេះតាមពិតទើបអាចៅចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យរបស់គេរាល់យប់មកចិញ្ចឹមជីវិតការលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើចវាយស្រុកវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនិយាយនឹងប្រពន្ធថាយើងបានប្រាក់40កោហាពាន់ណាក់មកពីណាថ្វាយស្ដេចឲ្យធ្វើចវាយស្រុកខេត្តមួយដែលទំនេរប្រពន្ធលោកថាយើងក្រីក្រម្លេះនឹងបានពីណាខ្ញុំឮដូច្នោះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កោហាពាន់ណាក់ពីផ្ទះវាវេកនឹងកំណាត់ជាតិមកដាក់ចិត្តក្បាលដំណេកទុកជូនលោកខ្ញុំត្រឡប់ទៅវិញថ្ងៃក្រោយឮគេនិយាយថាលោកបានធ្វើចវាយស្រុកខ្ញុំក៏មកលួចក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីចវាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថាអូអាសម្លាញ់អើយឯងនិយាយនេះពិតប្រាកដមែនដែលខ្ញុំបានធ្វើចវាយស្រុកគឺពីព្រោះតែឯងជួយវេលានេះឯងកុំភ័យកុំតូចចាត់ព្រឹកនេះឯងនឹងដោះលែងឯងឲ្យរួចចេញពីទោសមួយទៀតឯងនឹងយកគ្នាជាសម្លាញ់តទៅចវាយស្រុកសួរថាឯងឈ្មោះអីបុរសនោះជម្រាបថាខ្ញុំឈ្មោះអាចៅចិត្តជារួចចវាយស្រុកក៏ឡើងលើផ្ទះវិញលុះភ្លឺច្បាស់ចវាយស្រុកបង្គាប់មេគុកឲ្យដោះអាចៅចិត្តជារួចពីទោសហើយនិយាយថាអាសម្លាញ់អើយឯងនៅនឹងអញចុះអញចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកុំលួចគេទៀតអាចៅចិត្តជាឆ្លើយថារឿងលួចនេះអញមិនឈប់ទេដែលអញលួចទ្រព្យគេនោះគ្រាន់យកទៅចិញ្ចឹមមេដាមេម៉ាយចវាយស្រុកក៏ឲ្យប្រាក់30កោហាពាន់ណាក់យកទៅឲ្យមេដាអាចៅចិត្តជាមិនព្រមយកចវាយស្រុកសួរថាផ្ទះអាសម្លាញ់ឯងនៅណាចូលឯងប្រាប់អញឲ្យត្រង់អាចៅចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលាចវាយស្រុកទៅផ្ទះវិញគ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់កើតសេចក្តីវិវាទទាស់តែងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគិតសម្លាប់លោកយមរាជនោះឲ្យបានមន្ត្រីតូចនោះមានស្រីបម្រើម្នាក់ជាទីទុកចិត្តប្រើដូចម្ដេចបានទាំងអស់ស្រីបម្រើនេះខំផ្គប់ក្នុនចវាយមិនឲ្យទាស់ចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបម្រើថាវេលានេះចូលឯងអាណិតអញ
ពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកឯណាជួយរឿងនេះសពថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្គាប់ស្រីបំរើថាចូលឯងចេញពីឯងទៅរកផ្ទះលោកយមរាជនៅនឹងគេចុះបើគេព្រមទទួលឲ្យនៅត្រូវឯងខំផ្គាប់គនុនគេឲ្យត្រូវចិត្តបើឯងបំរើខាងក្រៅលោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលឯងត្រូវចូលបំរើខាងក្នុងវេលាណាលុដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលាយសំណំឲ្យពុះក្តៅហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់គង់សម្លាប់មិនខានគ្មាននរណាដឹងឡើយបើឯងធ្វើបានដោយគំនិតនេះឯងនឹងចេញប្រាក់លួសឯងយកមកវិញឲ្យរួចពីខ្ញុំគេស្រីបំរើនេះទទួលការសពគ្រប់វេលាយប់នោះអាចៅចិត្តជាដែលលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះបង្គាប់ស្រីបំរើឲ្យសម្លាប់លោកយមរាជដូចម្ដេចក៏វាស្ដាប់បានការអង្អស់ថ្ងៃក្រោយស្រីបំរើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជនោះលោកយមរាជក៏ទទួលចេញប្រាក់លួងឲ្យនៅបំរើរៀងមកនាងនោះផ្គាប់គនុនខំបំរើលោកយមរាជនិងលោកជំទាវមិនឲ្យទាស់ចិត្តលោកយមរាជនិងលោកជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចេញចូលខាងក្នុងបំរើចិត្តដិតរៀងមកវេលាមួយនោះពេលយប់ស្ងាត់ស្រីបំរើនោះវាដឹងថាលោកយមរាជនិងលោកជំទាវសម្រានលក់ហើយវាដុតភ្លើងរំលាយសំណំឲ្យពុះក្តៅហើយយកសំណំនោះចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់លោកយមរាជស្លាប់ទៅរួចវាត្រឡប់ទៅដេកតាមកន្លែងវិញលុះភ្លឺច្បាស់លោកជំទាវភ្ញាក់បានដឹងថាប្តីស្លាប់ក៏ស្រែកទ្រហួយយំមនុស្សផ្អាលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងថាស្លាប់ពីរោគអីដោយគ្មានស្នាក់ស្នាមបន្តិចសោះលោកជំទាវនោះទៅក្រាបបង្គំទូលស្ដេចតាមរឿងដែលស្លាប់ព្រះរាជាក៏ចាត់មន្ត្រីមកមើលតែមិនដឹងស្លាប់ពីរឿងអីព្រោះគ្មានហេតុស្លាកស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចុះទុកតាមគួរក្រោយនោះជារដីបុណ្យទ្វាដសមាណាស់ម៉ឺនស័ព្ទមុខមន្ត្រីចូលគាល់ព្រះមហាក្សត្រព្រះអង្គទ្រង់មានព្រះរាជអង្គការថាបើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជបានដឹងច្បាស់ប្រកបយើងនឹងឲ្យធ្វើទីយមរាជរួចប្រស្បាច់ស្ដេចយាងចូលខាងក្នុងវិញសេនាបតីណាស់ម៉ឺនស័ព្ទមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនវិញគ្រានោះចៅវាយស្រាក់ដែលជាសម្លាញ់អាចារ្យចិត្តជាចង់ធ្វើយមរាជណាស់បានទៅរកអាចារ្យចិត្តជាអាចារ្យចិត្តជាសួរថាអាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើយមរាជហើយដែលអញបានធ្វើយមរាជនេះគឺដោយសារឯងជួយពីថ្ងៃនេះទៅឯងកុំលួចគេទៀតអញចិញ្ចឹមមេដាឯងនិងសម្លាញ់ឯងលុះអស់ជីវិតអាចារ្យចិត្តជាឆ្លើយថាអញសូមលួចតែម្ដងទៀតរួចត្រឡប់ទៅផ្ទះវិញលុះយប់អាចារ្យចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពុតអាវជាច្រើនយកទៅជូនមេដាលុះព្រឹកឡើងអាចារ្យចិត្តជាមកប្រាប់លោកយមរាជថាអាសម្លាញ់អើយយប់មិញអញចូលលួចគេបានប្រាក់និងសម្ពុតអាវជាច្រើនពីថ្ងៃនោះទៅអញលះបង់ចោលរឿងរកស៊ីលួចគេហើយអាសម្លាញ់ឯងជឿចោះលោកយមរាជតបថាបើឯងឈប់រកស៊ីលួចគេនេះអញអរណាស់បើខ្វះខាតអ្វីមករកអញឲ្យឯងកុំទើបតអញចិញ្ចឹមលុះអស់ជីវិតអាចៅចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅរក្សាមេដាជាសុខសប្បាយលោកយមរាជនិងអាចៅចិត្តជាស្រឡាញ់រាប់អានគ្នាចិញ្ចឹមគ្នាដល់រាប់អស់ជីវិតដោយបានសន្យាគ្នាមក